មានបងប្អូនគាត់ខមមិនមកសួរខ្ញុំថាតើធ្វើសបុកអាម៉េចដែលឲ្យប្រៀបញាស់បានល្អបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តស្រឡាញ់សត្វប្រៀបថ្ងៃនេះខ្ញុំប្រាប់អំពីថាតើយើងធ្វើសបុករបៀបម៉េចដែលបានឲ្យប្រៀបនឹងញាស់បានល្អជាដំបូងគឺយើងត្រូវតែមានប្រៀបមួយគូដែលយើងចិញ្ចឹមពីតូចឬមួយក៏យើងមានគូស្រាប់បើយើងចិញ្ចឹមពីតូចគឺយើងថែអាប្រៀបហ្នឹងឲ្យបាន5 6ខែទៅ7ខែទៅអញ្ចឹងវាចាប់ដើមចាប់គូស្រឡាញ់គ្នាវានាំចូលសបុកវានាំគ្នាចូលពងហើយពេលដែលវាចូលពងបងប្អូនពេលណាដែលយើងធ្វើសបុកហើយដែលវាអត់ទៅក្រាបក្នុងសបុកយើងពងទេវាមកក្រាបកន្លែងផ្សេងអញ្ចឹងបងប្អូនកុំរើឲ្យវាក្រាបកន្លែងហ្នឹងចុះហើយពេលដែលបានពងប្រៀបវាពង2បងប្អូនពង2ហើយពេលដែលបានពង2គ្រាប់ហើយយើងអាចរៀបចំសបុកកន្លែងហ្នឹងដែលវាចូលចិត្តហ្នឹងយើងយកស្អីមកកល់វាមានសម្រាមមានស្អីហ្នឹងយកមកដាក់បិទបាំងវាបិទបាំងកម្ដៅថ្ងៃបិទបាំងភ្លៀងបើវាទៅភ្លៀងសាយើងត្រូវបិទបាំងកុំឲ្យវាសាចូលប្រៀបវាក្រាប17ថ្ងៃទៅ18ថ្ងៃបន្ទាប់ពីហ្នឹងមកវាញាស់ដល់ពេលវាចាប់ដើមញាស់វាញាស់អត់ដំណើរគ្នាណាបងប្អូនព្រោះអីវាពងមុនក្រោយ1ថ្ងៃ2ថ្ងៃចឹងទៅវាអាចញាស់មុន1ថ្ងៃឬមួយក៏2ថ្ងៃតាមរយៈពេលដែលវាញាស់ក្នុងគណៈពេលប្រៀបក្រាបបងប្អូនមិនត្រូវទៅលូកលេងឬមួយក៏ទៅក្បែរវាឲ្យវាផ្អើលចុះផ្អើលឡើងឲ្យវាបែកពងទេបើសិនណាបងប្អូនចង់មើលវាថាមានមេជីវិតអត់អញ្ចឹងបងប្អូនត្រូវតែមើលវាពេលវាមកស៊ីចំណីក្នុងរយៈពេល5ថ្ងៃទៅ7ថ្ងៃហ្នឹងយើងអាចឆ្លោះមើលបានហើយអញ្ចឹងបងប្អូនឆ្លៀតឆ្លោះពេលហ្នឹងទៅដើម្បីកុំឲ្យវាផ្អើលបែកពងវាពេលដល់18ថ្ងៃហើយវាក្រាបហើយរៀបនោះវាមានមេជីវិតប៉ុន្តែវាងាប់ទៅវិញបងប្អូនអាហ្នឹងដល់កតាដោយសារតាមេបាពូជហ្នឹងវាអត់សូវចេះក្រាបអញ្ចឹងយើងត្រូវដូរវាចេញឬមួយក៏វាត្រូវសាចទឹកភ្លៀងឬមួយក៏ត្រូវកម្ដៅថ្ងៃក៏វាអត់ញាស់ដែរមួយទៀតគឺមេបាយើងខ្សោយអញ្ចឹងទៅខ្សោយមេជីវិតហើយវាមានកូនដែរប៉ុន្តែវាអត់ញាស់អញ្ចឹងមើលមេបាហ្នឹងមានសុខភាពល្អអត់មានខ្លះមកពីបាតត្រង់យើងសើមប្រឡាក់ចឹងមកដល់ពេលវាចុះទៅវាជន់សើមប្រឡាក់ជើងវាជន់មកក្រាបវាធ្វើឲ្យសើមពងហ្នឹងក៏វាខូចដែរហើយបញ្ហាដែលរៀបសបុកហ្នឹងគឺក៏រៀបដូចសបុកមន់ដែរទេបងប្អូនយើងត្រូវដាក់សម្បើងដាក់កណាត់អីវាក្រោមអញ្ចឹងប៉ុន្តែវាអត់ធំដូចសបុកមន់ពេកទេណាយើងធ្វើតែមើលប៉ុន្តែយើងធំខ្លួនជាងខ្លួនប្រៀបតិចមកយើងមកចាអាមតឹងមកនិយាយទៅ25ជុំវិញមកប្រៀបក្រាបបានហើយមានពេលខ្លះប្រៀបគេក្រាបតែ18 19ថ្ងៃញាស់ប្រៀបខ្លះញាស់ក្រាបដល់20ថ្ងៃអាហ្នឹងបងប្អូនហើយលេងវាខូចហើយពងវាខូចហើយអាហ្នឹងមកពីចង្កល់យើងអត់បានមើលជាមេជីវិតវាទៅវាអត់មានមេជីវិតអញ្ចឹងទោះបីអត់មានមេវាអត់មានមេជីវិតទោះបីវាក្រាបដល់30ថ្ងៃក៏វាអត់ញាស់ដែរហើយដល់ពេលសាកក្រាបយូរទៅវានឹងស្អុយពងហើយនឹងវានឹងដើរចេញខ្លួនឯងហ្មងបងប្អូនអរគុណបងប្អូនដែលតាមដានបងប្អូនfollow ដើម្បីបានវីដេអូថ្មីបើនៅក្នុង YouTube បងប្អូន Subscribe ដើម្បីបានវីដេអូថ្មីអំពីវីដេអូបង្ហាញអំពីរបៀបចិញ្ចឹមប្រៀបរបស់ខ្ញុំបងប្អូនចង់សួរបន្ថែមបងប្អូនចូល Telegram ខ្ញុំខាងលើនោះពេលដែលខ្ញុំឃើញខ្ញុំនឹងតបទៅបងប្អូនវិញអធិស្ឋានបងប្អូនចំពោះមួយរយៈនេះពេលខ្លះខ្ញុំឆាតតបបងប្អូនយឺតហើយដោយសារអីបងប្អូនយើងឆាតមកច្រើនណាស់មួយរយៈនេះ